ឆ្នាំមុនខ្ញុំធ្លាប់ធ្វើម្ដងគាត់ខ້ອຍមកអត់បានធ្វើទៀតដល់យាយទៅផ្លែទឹកខ້ອຍធ្វើអត់ដាក់ទឹកច្រើនចឹងទេអត់ទឹកទៅញ៉ាំមកមិនថាបងស្ងប់បងយើងរើចេញទៅរស់នៅខាងក្រៅទៅអូនលែងចង់រស់នៅជាមួយម៉ែបងទៀតហើយមានរឿងអីអូនម៉ែគាត់ធ្វើបាបអូនរឿងអីអូនដឹងថាបងជាកូនតញ្ញូប្រាក់ខែមួយខែ100000យួនបងសុទ្ធតែឆៃថាទេគាត់បែរជាពេញចិត្តទៅវិញថាអូនចេះធ្វើជាប្រពន្ធគេហើយហើយដើម្បីអូនមិនប្រាប់បងឲ្យលឿនជាងនេះអូនធ្លាប់ប្រាប់ហើយពីឆ្នាំមុនពេលបងទៅតែប្រកួតការប្រាក់ខែគាត់បានប្រាប់ថាវាមិនសុទ្ធទេតែបងបែរជាថាអូនរកអូនគិតរឿងនេះតាំងពីពេលណាតាំងពីថ្ងៃដំបូងដែលអូនទទួលបានលុយ500យួននោះមកសន្យាបងអូនលែងចង់រស់នៅដូចជាចៅឬអ្នកសុំទានទៀតហើយជីយីបងសុំទោសហើយបានតែ8ពួកអូននៅផ្ទះបាក់ម៉ាស៊ីនត្រជាក់ចាយដូចនឹងចិត្តគិតខ្ញុំសម្លឹងមើលទៅម៉ែរបស់គាត់ម៉ែថាម៉ែឲ្យឆៃ50000យួនរាល់ខែមែនទេមានដូចខ្ញុំឲ្យខ្ញុំសំបីតែបន្តិចចុះ50000យួនដែលម៉ែថាតើនៅណាម៉ែជាម៉ែរបស់កូនម៉ែជួយកាន់លុយមានគ្រប់ត្រង់ណាជាប្រុសប្រុសមួយបានហើយនឹងត្រូវស្ដាប់សម្ដីរបស់កូនទៀតហើយជាប្រុសប្រុសរបស់ខ្ញុំពីឆ្នាំ2.4 សែនយួននោះម៉ែយកទៅណាអស់ហើយម៉ែទុកឲ្យកូនឯងទេតើម៉ែត្រូវទុកលុយតិចតែធំនឹងជិះហើយដើម្បីឲ្យគេចាយតែ500យួនថែមទាំងរើទូទឹកកកឆែកសិភើកន្ត្រាក់ធ្វើដូចគេជីចោលអញ្ចឹងម៉ែសន្យាប្រាក់ខែក្រោយរៀបការគឺជាទ្រព្យសម្បត្តិ